សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាទៅលើការភ្ជាប់នាឡិកាដៃសុនតូអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅ app របស់សុនតូមកបន្ទាប់ពីចូលពាក្យ app របស់សុនតូហើយគឺអ្នកទាំងអស់គ្នាចុចពាក្យអត្រេ3នេះចុចពាក្យត្រេ3នឹងរួចរាល់ចុចពាក្យ pair device អញ្ចឹងយើងចុច voice អញ្ចឹងយើងទៅចុចក្នុងនាឡិការើសភាសាអង់គ្លេសបន្ទាប់ពីអង់គ្លេសហើយយើងចុចបេតុងមួយមកបន្ទាប់ពីយើងចុចបេតុងនឹងហើយយើងជិះពាក្យ welcome ហើយកន្លែងនេះគឺយើងរើស reaching ទៅជា reaching Cambodia អញ្ចឹងបងរើស reaching ទៅពាក្យ Cambodia ហើយបងចុចបេតុងកដាលមួយទៀតមកហើយចុចពាក្យថា connect voice អញ្ចឹងចុចពាក្យ connect voice ហើយយកពាក្យថា QR code នៅក្នុងនេះទូរស័ព្ទមកអញ្ចឹងបងគ្រាន់តែ scan ហ្នឹងចាំមកផ្លែទៅវានឹង load លេខកូដឲ្យយើងអញ្ចឹងបន្ទាប់ពី load លេខកូដហើយយើងចុច pair ហើយយើងវាយលេខកូដចូលមកលេខកូដ978097អញ្ចឹងខ្ញុំចុច OK បន្ទាប់ពី OK ហើយវារងចាំរយៈពេលមួយផ្លែតមកអញ្ចឹងកន្លែងនេះគឺ pair រួចរាល់អញ្ចឹងបងអាចទៅ select ជាមួយនឹងមុខងារបន្ថែមរបស់នៃការ app បានណាកន្លែងនេះគឺយើងចុច next មកកន្លែងនេះគឺយើងពាក់ដៃឆ្វេងចុចពាក្យដៃឆ្វេងមកកន្លែងនេះគឺយើងអាចបំពេញដូចជាកម្ពស់គីឡូភេទឆ្នាំកំណើតអីហើយយើងចុច next មកអូខេអញ្ចឹងទៅលើការភ្ជាប់របស់ app របស់សុនតូគឺរួចរាល់ហើយបង